មកដាដឹងរឿងខ្ញុំពិតរឿងពីអតីតកន្លងយូរឆ្នាំគ្រាអ្វីក៏មកគេភ្លេចខ្ញុំចាំពុកម្ដាយបាននាំទៅឲ្យខ្ញុំសិក្សាកាលនោះរូបខ្ញុំចូលវ័យ15ម៉ែភ័ព្វតាមលោកគ្រូអាចារ្យព្រោះតែចង់ឲ្យកូនចេះអក្ខរាបង្កើតបញ្ញាភ្លឺថ្លាសាងអនាគតកូនបានចូលរៀនបាលីទី1ពុកម្ដាយលែងព្រួយត្រេកអរស្ទើរស្លុតទី2ទី3បាលីរងផុតដើររៀន4វត្តសាងត្រពុយសង្ឃឹមស្រណោះសិក្សាខ្ញុំចាំទាំងអស់កូនអ្នកក្រស្មោះតែរស់ញញឹមម៉ែអោគ្មានទ្រព្យទើបកូនខំប្រឹងមានថ្ងៃសង្ឃឹមថាសុខសាន្តកាងអើបានចូលរៀនបាលីទី1ពុកម្ដាយលែងព្រួយត្រេកអរស្ទើរស្លុតទី2ទី3បាលីរងផុតដើររៀន4វត្តសាងត្រកពីសង្ឃឹមស្រណោះសិក្សាខ្ញុំចាំទាំងអស់កូនអ្នកក្រស្មោះតែរស់ញញឹមម៉ែអោគ្មានទ្រព្យទើបកូនខំប្រឹងមានថ្ងៃសង្ឃឹមថាសុខសា